Ngàyហ្នឹងគឺយើងមកលេងហ្គេម Roblox ទៀតហើយគឺអេពីសូតមុនអ្នកគ្នាដឹងហើយគឺខ្ញុំបានបង្កើតហាងមួយហើយខ្ញុំបានរៀបចំហាងយើងបានរៀងមកគួរសមដែរហើយអេពីសូតហ្នឹងគឺដែលណាខ្ញុំភ្លេចអ្នកណានិយាយទៅខ្ញុំភ្លេចខ្ញុំជប់ថតអញ្ចឹងទៅធ្វើកន្លែងខ្លះខ្ញុំលេងទៅវាបាត់អញ្ចឹងដូចខ្ញុំរៀបចំហាងអីខ្ញុំទិញស្អីទៅខ្ញុំដាក់ច្រើនឥឡូវខ្ញុំធ្វើការទិញបុគ្គលិកដូចគេហៅថាចុងភៅយើងទិញពីរមកស្រួលកែងលឿនហើយយើងរៀបចំតួអង្គវាមកហើយនេះគឺខ្ញុំរៀបចំហើយគឺយើងដាក់ឲ្យវាដំណើរការមកយើងត្រូវរៀនវាពីរបៀបធ្វើម្ហូបទៅបានឲ្យស្គួរវាចេះធ្វើម្ហូបខ្លួនឯងទេអញ្ចឹងគឺយើងរោមួកវាហាងខ្ញុំយើងយកមួកពីហ្សានេះហើយយើងរៀបចំអីវាសិនមកតែមិនបាច់ខ្វល់អីយើងឲ្យវាទៅយកមកទៅហើយឥឡូវហ្នឹងគឺចង់ភៅខ្ញុំមាន2នាក់ហើយខ្ញុំមានប្រដាប់ដុតពីសាហើយមួយស្អីនេះទៅគឺអេពីសូត1គឺខ្ញុំលេងបានតិចមែនតើប៉ុន្តែគាត់ថាពេលខ្ញុំបិទវីដេអូនេះខ្ញុំលេងរៀងយូរដែរទៅវាបានរបស់ច្រើនខ្ញុំសេរីច្រើនទៀតណាអញ្ចឹងគឺយើងធ្វើការយើងសិនមកដើម្បីលុយណាគ្នាមើលលុយខ្ញុំមានប្រហែល$13អញ្ចឹងយើងធ្វើការធ្វើម្ហូបឲ្យបានលឿនសិនមកព្រោះយើងមាននេះចង់ភៅ2ហ្នឹងឯងក៏វាមិនគ្រាន់ដែរសារពីភ្ញៀវយើងបើសិនជាយើងដាក់កៅអីកាន់តែច្រើនលុយយើងកាន់តែច្រើនហើយយើងត្រូវធ្វើម្ហូបឲ្យកាន់តែច្រើនដែរអញ្ចឹងណាហើយគឺយើងត្រូវធ្វើម្ហូបយើងជួយធ្វើម្ហូបវាខ្លះមកអត់ទេអាហ្នឹងយើងត្រូវតែជួយធ្វើម្ហូបវាដែរបើសិនជាអត់ទេគឺយើងអត់មានលុយទេអញ្ចឹងយើងគឺយើងត្រូវការលុយដើម្បីធ្វើម្ហូបច្រឡំត្រូវការធ្វើម្ហូបដើម្បីយកលុយហើយខ្ញុំគិតថាខ្ញុំត្រូវការចុងភៅច្រើនតែឥឡូវខ្ញុំអត់មានលុយទេខ្ញុំត្រូវការចុងភៅច្រើនហើយស្អីគេអ្នកហូតតុកខ្ញុំណាហ្នឹងបាច់ខ្វល់ទេឲ្យវាធ្វើអីធ្វើទៅមួយទៀតខ្ញុំក៏មិនសូវខ្វល់វាអ្នកហូតតុកហ្នឹងណាឲ្យវានេះទៅឲ្យវាមានតែមួយហ្នឹងទៅប្រហែលហើយព្រោះបើសិនជាជួលច្រើនខ្ញុំបាក់ត្រង់តែថាវាធ្វើការវានេះហ្នឹងចេះនិយាយទៅខ្ញុំអត់ចង់ជួលអ្នកហូតតុកច្រើនតែខ្ញុំចង់ជួលចុងភៅវិញព្រោះយើងត្រូវការលុយម្ហូបចង់អ្នកហូតតុកតែមួយហ្នឹងវានេះវាធ្វើការលឿនចង់ងាប់ហើយយើងត្រូវការតចុងភៅដែរបើចុងភៅយើងមានតិចខ្លាំងមែនតើហើយម្ហូបវាចូលមិនតិចដែរហ្នឹងហើយខ្ញុំមានកៅអីកន្លែងអង្គុយឲ្យភ្ញៀវយើងច្រើនមែនតើអ្នកគ្នាហើយយើងក៏មានលក់ការ៉េមានលក់អីនេះខ្ញុំយើងបាច់ខ្វល់វិវាទេព្រោះអាហ្នឹងគឺជាមេនុយអាហាររបស់យើងហើយយើងមកមើលការងារយើងវិញនេះចុងភៅខ្ញុំឈួតហ្នឹងក៏ចុងភៅវាធ្វើការយឺតដល់យីតែអាចុងភៅហ្នឹងគឺវាតាម level អ្នកគ្នាតែ level វាកាន់តែធំគឺវាធ្វើការលឿនមែនតើដូចវាធ្វើម្ហូបធ្វើអីគឺលឿនវាមិនយឺតណាតែបើវា level តិចអាហ្នឹងវាធ្វើមួយហ្នឹងអញ្ចឹងគឺថាយើងមិញនេះគឺយើងបានរៀបចំហាងរៀបចំអីបានមកល្មមដែរអីដូចយើងបន្ថែមកៅអីបន្ថែមអីចឹងហើយហ្នឹងហើយខ្ញុំគិតថាខ្ញុំចង់លក្ខណៈចង់បង្កើតកន្លែងធ្វើម្ហូបហ្នឹងគឺខ្ញុំបិទជាងចិត្តហ្មងនិយាយទៅខ្ញុំដាក់ពូជដាក់អីឲ្យវាតំណងជាងមុនហើយខ្ញុំតុបតែងហាងហ្នឹងអញ្ចឹងណាតែវារៀងបាក់ដែរវិញខ្ញុំខ្ជិលហើយវាខ្វះលុយនិយាយទៅវាខ្វះលុយហ្មងវាខ្វះតែមួយគឺលុយបើសិនយើងមានលុយយើងអាចធ្វើបានតែនេះយើងអត់លុយទេអញ្ចឹងនឹងធ្វើមិនអ្នកគ្នាយើងមានតែអូខេរកលុយសិនទៅយើងមិនបាច់តន់គិតពីរឿងហ្នឹងទេប៉ុន្តែគឺខ្ញុំត្រូវជួយធ្វើម្ហូបធ្វើហាងយើងដែរដោយសារពីខ្ញុំត្រូវការ level ឥឡូវពួក VIP នឹងមកនិយាយទៅពួក VIP នោះវាស៊ីច្រើនណាស់អ្នកគ្នាវាមកវាស៊ីរាប់ម៉ោងរាប់ពេលមកវាស៊ីមកអស់ហាងហើយបានវាឲ្យលុយយើងតែលុយច្រើនណាស់អ្នកគ្នាយើងវាតាមម្ហូបយើងដែរបើម្ហូបយើងវាឆ្ងាញ់ឬក៏វាកាន់តែច្រើនវាឲ្យលុយយើងកាន់តែច្រើនអញ្ចឹងប៉ុន្តែវាបាក់ថងថាពណ៌នេះវាកម្រដែរហើយប៉ុន្តែគាត់ថាឲ្យទៅហាងយើងកាន់តែធំទៅនិយាយទៅយើងលេងយូរទៅពណ៌ហ្នឹងវាលេងកម្រវាមករហូតណាប៉ុន្តែគាត់ថាវាអាចនឹងវាមិនមែនមកដូចភ្ញៀវធម្មតាវា
អាចមកម្ដងមួយម្ដងពីរទៅអញ្ចឹងគឺថាយ៉ាគឺយើងធ្វើម្ហូបសិនទៅព្រោះអីយើងត្រូវការលុយនេះព្រោះឥឡូវយើងខ្វះលុយខ្លាំងមែនតើមកយើងត្រូវការលុយដើម្បីធ្វើកៅអីធ្វើអីថ្មីអញ្ចឹងឥឡូវគឺថាយើងបានម្ហូបថ្មីឯងមីនុយថ្មីតែខ្ញុំគិតថាខ្ញុំយកអានេះទៅខ្ញុំយកទឹកតែញ៉ាគឺវាមានកាក់ខ្វេមានអីដែរតែខ្ញុំគិតថាមិនបាច់យកទេឥឡូវយើងមកយកលុយសិនទៅហើយយើងធ្វើការមកមើលហាងយើងមកមើលហាងក្រៅនេះឃើញតំណងជាមកហើយហាងយើងគឺមានម៉ាកាឡាយើងមាន1គីឡះតានេះយើងមានផ្កាយមែនផ្កាយម៉ាកាឡាផ្កាយ1ហើយ50ផ្កាយទៀតហើយ50អីរើម៉ាកាឡានិយាយទៅ2កន្លះត្រូវខ្ញុំអត់ភ្លេចបានដែរបើដូចជា1កន្លះឬក៏2កន្លះនេះខ្ញុំអត់ដឹងទេអញ្ចឹងគឺយើងមិនបាច់គិតពីរឿងហ្នឹងទេគឺយើងមកធ្វើម្ហូបយើងទៀតមកហើយនិយាយទៅអាមួយ VIP នេះខ្ញុំធ្វើម្ហូបវាស៊ីមួយថ្ងៃវានៅអង្គុយស៊ីហ្នឹងអើយអាហ្នឹងវាស្មើស៊ីភាសាវាយកសាភាយកចកឹះអញបើខ្ញុំចាប់ស៊ីអស់នេះវាស៊ីចំចៃវាអ្នកមីហ្នឹងអញ្ចឹងវាស៊ីតាមរបៀបផ្សេងយើងមិនមែន VIP ដូចវាចឹងយើងមិនស៊ីអាយកសាភាយកអីស៊ីភាសាហ្នឹងទេអានេះសង្ស័យពេលស៊ីមីវាយកសាភាយកចកឹះយកមកស៊ីនេះវាយកស្អីគេអានេះគេហៅគេក្បិតអាក្បិតស៊ីបាយអាហ្នឹងវាគេយកទៅហាន់សាច់ហាន់អីចឹងតែបើខ្ញុំវិញគ្មានតែអង្គុយហាន់នេះខ្ញុំស៊ីយកខ្ញុំអត់ខ្វល់ទេបើខ្ញុំអត់ខ្វល់ទេព្រោះអាអង្គុយហាន់អង្គុយអីវាស៊ីពេលមុំយើងស៊ីហ្នឹងគឺស៊ីអស់បាត់ហើយឥឡូវវាមិនស៊ីក្រែមនេះទីកំថាស៊ីក្រែមវាយកក្បិតយកមកកាត់ទៀតអាហ្នឹងចប់ហើយយើងធ្វើការបិទហាងទៅនិយាយទៅខ្ញុំមិនមែនបិទហាងដេញភ្ញៀវចោលខ្ញុំបិទហាងដើម្បីដកតុកដកអីចេញបើខ្ញុំធ្វើការលុយខ្លះដែរដើម្បីដាក់អាតុកមានកៅអីពីរអាហ្នឹងគឺវាចំណេញណានេះវាចំណេញកន្លែងហើយភ្ញៀវយើងតែថាវាមកម្ដង4ហ្មងបើកន្លែងមកម្ដង4ហើយអញ្ចឹងគឺខ្ញុំរៀបចំហាងទីសិនអញ្ចឹងគឺថាឥឡូវគឺខ្ញុំបានដាក់តុកបានមួយអីយកតុកមួយអាកៅអីស្អីគេកៅអី4ហ្នឹងអានេះខ្ញុំដាក់ហើយក៏បានមួយហើយឥឡូវយើងខ្វះលុយមាន150ជាងអាលុយហ្នឹងគឺយើងយកធ្វើអីអត់កើតទេណាលុយវាតិចពេកហើយអាកៅអីហ្នឹងមួយ$60ជាងហ្នឹងហើយអាតុកហ្នឹងចូល$100ជាងហ្នឹងវានិយាយទៅវាថ្លៃយើងត្រូវការលុយទៀតឥឡូវយើងតតម្រេះនេះវេទនាដល់ណាឥឡូវយើងមកមើលប៉ុននេះ CA នេះឥឡូវមើលវា CA ឲ្យខ្ញុំអត់ខ្វល់អញ្ចឹងខ្ញុំគិតថាវីដេអូយើងមានប៉ុណ្្នឹងដែរកុំភ្លេចចុច like subscribe ខ្ញុំផង